Hello អ្នកនរគ្នា Welcome back មកកាន់វីដេអូថ្មីថ្ងៃនេះដែរយើងបន្តសាច់រឿងអធិរាជចាប់ជាតិជាស្រីរបស់យើងបន្តទៀតហើយគ្នាយើងមិនបាច់ឆ្ងល់ទេអ្វីបានខ្ញុំព្យាយាមដាក់ចម្រៀងនៅក្នុងវីដេអូរបស់ខ្ញុំគឺដោយសារតែដល់ពេលខ្ញុំធ្វើវីដេអូនោះវាមានសម្លេងរំខានតិចតួចចឹងទៅខ្ញុំក៏ដាក់ចម្រៀងដើម្បីបន្លប់អារំខាននៅក្នុងពេលដែលខ្ញុំកំពុងនិយាយហ្នឹងសាច់រឿងរបស់យើងពេលនេះក៏ឆ្លៀនមកដល់1ឆ្នាំបន្ទាប់គឺឃើញថាអ៊ីក្លីពេលនេះគេមានអាយុ6ឆ្នាំរួចបាត់ទៅហើយថ្ងៃនេះគឺជាថ្ងៃដែលត្រូវដាស់ធម្មពលវេទមន្តចំណែកឯរ៉ាហ្វីណាវិញគេមានអាយុ6ឆ្នាំដូចគ្នាហើយរ៉ាហ្វីណានាងក៏បានដាក់ដៃចូលទៅក្នុងប្រអប់មួយដែលប្រអប់មួយនេះគឺជាប្រអប់ដែលដាស់ធម្មពលវេទមន្តរបស់ពួកគេបន្ទាប់ពីរ៉ាហ្វីណានាងបានដកដៃចេញពីប្រអប់នោះលោកអាចារ្យដែលនៅទីនោះគាត់ក៏បានប្រាប់ឲ្យរ៉ាហ្វីណាមើលដៃរបស់នាងក្រោយមកទៅយើងបានដឹងថារ៉ាហ្វីណានឹងទទួលបានធម្មពលព្រួញពន្លឺរឿងនេះគឺបានធ្វើឲ្យឪពុកម្ដាយរបស់រ៉ាហ្វីណាពួកគេនៅពីនេះក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើបន្ទាប់ពីនោះរ៉ាហ្វីណានាងក៏បានមករកមិត្តសម្លាញ់របស់គេគឺអ៊ីក្លីនិងបានបង្ហាញពីនិមិត្តសញ្ញានៃធម្មពលរបស់គេទៅកាន់អ៊ីក្លីចំណែកឯអ៊ីក្លីគេក៏បានជួយរួមអបអរសាទរជាមួយនឹងមិត្តសម្លាញ់របស់គេផងដែរមិនយូរប៉ុន្មានដល់វេនអ៊ីក្លីរបស់យើងម្ដងនាងក៏បានដាក់ដៃចូលទៅក្នុងប្រអប់មួយនោះផងដែរបន្ទាប់ពីអ៊ីក្លីនាងបានដាក់ដៃចូលទៅក្នុងប្រអប់មួយនោះនាងបានគិតថារបស់មួយនេះគឺជាវត្ថុម្យ៉ាងដែលជាការប្រមូលផ្ដុំនៃម៉ាណារបស់ពួកគេនិងយកម៉ាណារបស់គេព្រមទាំងវាតម្លៃដាក់នៅលើអ្នកប្រើថែមទៀតអ៊ីក្លីបានបន្តថាមនុស្សនៅទីនេះគឺគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងម៉ាណានោះឡើយក៏ប៉ុន្តែមិនមែនថាពួកគេនឹងបោះចោលម៉ាណានោះឡើយគឺពួកគេគ្រាន់តែខ្វះនៅក្នុងបច្ចេកទេសប្រើប្រាស់តែប៉ុណ្ណោះអ៊ីក្លីគាត់បានសន្មតថាការមានរោនឬក៏ស្នាមសាក់នៅលើដៃដែលកាត់ឡើងអំពីប្រអប់មួយនេះគឺអាចឲ្យពួកគេមានសមត្ថភាពក្នុងការប្រើប្រាស់ម៉ាណាក្រោយមកការដែលធម្មពលគេត្រូវបានបញ្ចប់លោកអាចារ្យនោះក៏បានឲ្យអ៊ីក្លីមើលដៃរបស់គេក្រោយមកវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនតើគឺអ៊ីក្លីនាងគេមិនទទួលបានស្នាមអ្វីនោះឡើយរឿងនេះគឺធ្វើឲ្យអ្នកគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយវាគឺមិនអាចទៅរួចនោះទេតែអ៊ីក្លីមិនអាចដាស់ធម្មពលវេទមន្តរបស់គេបានរឿងនេះគឺអ៊ីក្លីគេបានដឹងក្នុងចិត្តរបស់គេច្បាស់រួចទៅហើយក្នុងនាមជាអ្នកប្រយុទ្ធទទួលបានពរពីទេពធីតានាងក៏ត្រូវប្រើកម្លាំងទៀតមិនមែនម៉ាណានោះឡើយនៅពេលដែលប្រអប់នោះបានផ្ដុំម៉ាណារបស់គេនិងបង្កើតស្នាមនៅលើដៃគេបានជៀសវាងវានឹងធ្វើឲ្យវាមិនកាត់ឡើងនៅលើគេនោះឡើយភ្លាមនោះឡើយក៏បាននិយាយថាបើសិនជាអ៊ីក្លីមិនមានរ៉ូនឬក៏ស្នាមវេទមន្តនៅលើដៃទេនាងគឺមិនអាចក្លាយជាកងទ័ពនៅក្នុងជួរបាននោះឡើយហើយទោះបីជាអ៊ីក្លីមានសមត្ថភាពប៉ុណ្ណាក៏ដោយក៏នាងមិនអាចបន្តតំណែងក្លាយជាមេទ័ពបាននោះឡើយណែអ៊ីក្លីវិញនាងក៏បានសុំទោសទៅកាន់ឪពុកម្ដាយរបស់នាងផងដែរដោយសារតែនាងមិនមានស្នាមវេទមន្តនៅលើដៃរបស់នាងឡាក់ក៏មិនបានថាអីនោះឡើយគាត់ក៏មានតែលើកទឹកចិត្តទៅកាន់អ៊ីក្លីទៅវិញនោះទេបន្តមកអ៊ីក្លីនាងក៏បានងាកទៅកាន់រ៉ាហ្វីណានិងនិយាយថាខ្ញុំគិតថារ៉ាហ្វីណានឹងក្លាយជាទាហានដ៏ល្អអស្ចារ្យម្នាក់ហើយអ៊ីក្លីនឹងធ្វើជាអ្នកជ្រោមជ្រែងរ៉ាហ្វីណាពីក្រោយខ្នងអ៊ីក្លីបានបន្តថាទោះបីជាគ្មានវត្ថុបុរាណជំនួយអ្វីក៏ដោយក៏ខ្ញុំនៅតែអាចការពាររ៉ាហ្វីណាបានដែរអ៊ីក្លីមាត់របស់គេនិយាយចឹងនោះទេក៏ប៉ុន្តែនៅក្នុងចិត្តរបស់គេវិញគឺគិតថានៅពេលដែលគេគ្មានស្នាមវេទមន្តបែបនេះគឺគ្មានអ្នកណាចាប់អារម្មណ៍ជាមួយនឹងគេនោះទេដូច្នេះហើយគេគឺអាចហ្វឹកហាត់ដោយសេរីនិងគ្មានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួននោះឡើយហើយអ៊ីក្លីគេក៏បានគិតបន្តទៀតថាការសម្ដែងរបស់គេនឹងគឺពិតជាអស្ចារ្យខ្លាំងមែនតើក្រោយមកឃើញថាការសម្ដែងរបស់អ៊ីក្លីនឹងគឺទទួលបានការណិតអសូរពីសំណាក់មនុស្សជុំវិញខ្លួនថែមទាំងធ្វើឲ្យរ៉ាហ្វៀននឹងយំបានទៀតផងអ៊ីក្លីគេបាននិយាយបន្តទៀតថាគេនឹងការពាររ៉ាហ្វីណាឲ្យមានសុវត្ថិភាពចំណែករ៉ាហ្វៀលវិញក៏បានសរសើរទៅកាន់អ៊ីក្លីថាឯគេនេះគឺជាក្មេងស្រីដ៏ល្អម្នាក់ចំណែកឯរ៉ាហ្វីណាវិញគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើបន្ទាប់ពីលើមិត្តភក្តិសម្លាញ់របស់គេខិតខំការពារគេដល់ថ្នាក់នេះសាច់រឿងគេបានណែនាំយើងពីរបៀបនៃការកកើតបិសាចវេទមន្តដំបូងឡើយលំហូរនៃ Pre ដែលខ្ញុំមិនដឹងថា Pre នឹងជាភាសាខ្មែរប្រែឲ្យស្រួលយល់យ៉ាងម៉េចនោះទេវាគឺគ្មានឥទ្ធិពលទៅលើមនុស្សនោះឡើយក៏ប៉ុន្តែលំហូរនៃ Pre នឹងបង្កើតបានជាភ្លៀងឥន្ធនូដែលប្រែក្លាយសត្វព្រៃរុក្ខជាតិរួមទាំងសត្វពាហនៈ
ឲ្យពួកវាប្រែក្លាយទៅជាសត្វបិសាចវេទមន្តនិងចាប់ផ្ដើមបើកការវាយប្រហារទៅកាន់មនុស្សហើយ Magic Bee ដែលខ្លាំងនោះគឺជា Magic Bee ដែលទទួលបានថាមពលអំពីស្ដេចនៃភ្លេងឥន្ទ្រនូចឹងទៅកាត់មកខាងនេះឯវិញគឺឃើញថាមានសម្លេងនារីម្នាក់បាននិយាយថាទីបំផុតនាងគឺបានប្រយុទ្ធជាមួយនឹង Magic Bee ហើយនៅក្នុងការសន្ទនារបស់ពួកគេគឺចង់ប្រយុទ្ធជាមួយនឹងព្រីស្មាដែលជាអ្នកប្រើប្រាស់ព្រីប៉ុន្តែនៅអំឡុងប្រមាណជា20ទៅ30ឆ្នាំនេះគឺគ្មានអ្នកណាបានឃើញអំពីវត្តមានរបស់ពួកវានៅឡើយនារីម្នាក់នេះបាននិយាយថាក៏ប៉ុន្តែនាងបានលើដំណឹងពីវត្តមានរបស់ពួកវានៅប្រទេសជិតខាងក្រោយមកទៅយើងបានដឹងថាពួកគេទាំងពីរនាក់គឺជាអ៊ីក្លីនិងរ៉ាហ្វីណាមានអាយុ12ឆ្នាំដូចគ្នាអ៊ីក្លីគេមានអំណងចង់ទៅក្រៅប្រទេសក៏ប៉ុន្តែរ៉ាហ្វីណានាងមិនពេញចិត្តនោះឡើយអ៊ីក្លីបានបន្តថាឯងមិនចង់ឃើញនរណាម្នាក់ដែលមិនមែនជាហូលីណៃអាចយកឈ្នះគេបានមែនទេហើយយើងដឹងថាឯងខ្លាំងអ៊ីក្លីភ្លាមនោះស្រាប់តែមានភ្លេងធ្លាក់មកធ្វើឲ្យក្លីក៏ពិតជាក្តៅចិត្តខ្លាំងមែនតើដូចយើងបានដឹងហើយថាឲ្យតែមានភ្លេងច្បាស់ជាកាត់វិស័យវេទមន្តជាមិនខានភ្លាមនោះរ៉ាហ្វីណានឹងក៏បាននិយាយទៅកាន់អ៊ីក្លីថាវាជារឿងដ៏ចម្លែកមួយដែលត្រីស្អាតដូចជាអ៊ីក្លីមានសមត្ថភាពខ្លាំងបែបនេះនិងកម្ចាត់សត្វវិស័យវេទមន្តដោយមិនមានស្នាមវេទមន្តលើដៃនោះឡើយហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងបែបនេះនោះឡើយអ៊ីក្លីបន្តទៅវិញថារឿងខ្លះវាជារឿងឯកជននាងគឺមិនអាចនិយាយបាននោះឡើយនេះក៏ជាសិលធម៌មួយដែររឿងដែលគេមិនចង់ប្រាប់យើងកុំសួរគេអីបន្ទាប់ពីនោះពួកគេទាំងពីរនាក់បានដើរមកកាន់កំផែងមួយនិងបានប្រទះឃើញកោះអណ្ដែតដែលគេឲ្យឈ្មោះថា The Highland អ៊ីក្លីនាងបាននិយាយថាដែនដី Highland នេះជាផ្ទះនៃពូជអម្បូរមួយដែលគេស្គាល់ថាជា Highlander លោកបញ្ជាក់គឺមិនមែនឡាន Highlander នោះឡើយក្នុងនោះដែរគឺមានពាក្យចចាមអារាមថាពូជអម្បូរ Highlander នេះគឺគេបានស្គាល់ថាគឺជាអ្នកផលិតវត្ថុបុរាណនិងអាងងូតទឹកបុរាណផងដែរហើយវាអាចអនុញ្ញាតឲ្យមនុស្សនៅលើផែនដីដើម្បីការពារខ្លួននៅទីជញ្ជីវិតជាផុតអំពីសត្វបិសាចវេទមន្តក៏ប៉ុន្តែជាថ្នូរមនុស្សត្រូវតែផ្ដាល់ទៅវិញដោយសួយសារអាករទៅឲ្យពួកគេយ៉ាងច្រើនលើសលប់អ៊ីក្លីក៏បានគិតថារឿងនេះគឺមិនមាននៅក្នុងជីវិតចុងក្រោយរបស់គាត់នោះឡើយហើយអ៊ីក្លីក៏បានឆ្ងល់ថាតើវាមានអ្វីកើតឡើងចំពោះរាជាណាចក្រ Silver របស់គាត់ហើយគាត់បានខិតខំស្វែងរកចម្លើយនៅក្នុងបណ្ណាល័យប៉ុន្តែវាគ្មានទទួលបានព័ត៌មានអ្វីនោះឡើយភ្លាមនោះអ៊ីក្លីនាងបានក្រឡេកទៅឃើញរ៉ាហ្វីណាកំពុងតែលើកដៃបន់ស្រន់ហើយអ៊ីក្លីបានសួរទៅកាន់រ៉ាហ្វីណាថាតើឯងកំពុងតែធ្វើអ្វីរ៉ាហ្វីណាបានប្រាប់ទៅកាន់អ៊ីក្លីកាលណាបើឃើញដែនដីហោះឬក៏ Highland ហើយសុំនៅបំណងប្រាថ្នានោះមកស្នារបស់គេនឹងខ្លាចជាការពិតហើយនាងក៏បានឲ្យអ៊ីក្លីមកសុំបំណងប្រាថ្នាជាមួយនឹងគេក្រោយមករ៉ាហ្វីណានាងក៏បានប្រាប់ទៅកាន់អ៊ីក្លីអំពីបំណងប្រាថ្នារបស់គេគឺរ៉ាហ្វីណាចង់ឲ្យបងប្រុសសម្រាប់ចិត្តរបស់គេនឹងគឺមានសុខភាពល្អហើយនាងក៏បានសួរទៅកាន់អ៊ីក្លីវិញតើនាងសុំបំណងប្រាថ្នាអ្វីដែរបំណងប្រាថ្នារបស់អ៊ីក្លីគឺគេចង់សុំគូសត្រូវដែលស័ក្តិសមជាមួយនឹងគេដើម្បីប្រយុទ្ធជាមួយនឹងគ្នារ៉ាហ្វីណានាងក៏បានសួរទៅកាន់អ៊ីក្លីថាតើឯងមានកម្លាំងមេតបនៅប្រយុទ្ធនៅក្នុងខ្លួនមែនទេនៅពេលនេះរ៉ាហ្វីណាមិនដឹងថាអ៊ីក្លីនឹងនាងក៏ចង់ជាតិនោះឡើយចំណែកអ៊ីក្លីនាងក៏មិនបានបដិសេធអំពីបញ្ហានេះដែររ៉ាហ្វីណាក៏បាននិយាយទៅកាន់អ៊ីក្លីថាអ៊ីក្លីគួរតែមានបំណងប្រាថ្នារកដៃគូជីវិតឬក៏មិត្តប្រុសដ៏ល្អម្នាក់អ៊ីក្លីបន្ទាប់ពីលេងបែបនេះនាងគឺខំប្រកែកខ្លាំងមែនតើរ៉ាហ្វីណានាងបាននិយាយថាវាជាសិទ្ធិរបស់ឯងក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យឯងនឹងស្រឡាញ់ជាមួយនឹងមនុស្សដែលមិនធ្លាប់ជួបនោះឡើយហើយនាងមានដំណងឲ្យអ៊ីក្លីទទួលយកបងប្រុសរបស់គេធ្វើជាមិត្តប្រុសអ៊ីក្លីបន្ទាប់ពីលេងបែបនេះនាងគឺងឹតមុខឆឹងនិងបដិសេធជាមួយនឹងគំនិតមួយនេះសាច់រឿងរបស់យើងគឺបានកាត់ចូលមកពេលយប់ឃើញថាអ៊ីក្លីគេបានតែងខ្លួនយ៉ាងស្អាតតែម្ដងដើម្បីចូលរួមនៅក្នុងការជួបជុំមួយនៅភ្លាមនោះរ៉ាហ្វីណានាងក៏បានមកសួរអ៊ីក្លីតែអ៊ីក្លីនឹងរៀបចំខ្លួនហើយឬនៅនិងបានសរសើរទៅកាន់អ៊ីក្លីថាឯងក៏ពិតជាក៏ឲ្យស្រឡាញ់ខ្លាំងមែនតើក្រោយមកពួកគេពីរនាក់គឺបាននិយាយគ្នាអំពីការចូលរួមរបស់ពពួក Highlander ក្រោយមកអ៊ីក្លីគេបានគិតថាតែពពួក Highlander ហ្នឹងមកជាមួយនឹងអធិរាជមែនទេហើយនាងបានគិតបន្តថា
យ៉ាងហើយណានៅក្នុងប្រទេសនេះគ្រប់គ្រងដោយខ្សែស្រឡាយរាជវង្សនិងពពួកអភិជនក៏ប៉ុន្តែវាអាចធ្វើរួចដែលពពួក Highland មានបំណងចង់កម្ចាត់ពួកគេហើយកាន់កាប់អំណាចនេះដោយផ្ទាល់តែម្ដងក្រោយមកទៅអ៊ីវគ្លីបានដឹងខ្លួនថានាងបានដើរមកដល់នៅក្នុងពិធីជប់លៀងនេះហើយពេលនេះដែរនាងគឺព្យាយាមដាក់ខ្លួនឯងចេញពីការគិតអវិជ្ជមានដើម្បីកុំឲ្យដូចជីវិតចាស់របស់គាត់នៅពេលនេះអ៊ីវគ្លីគេនៅមិនសុខក្នុងចិត្តនោះឡើយដោយសារតែមនុស្សដែលនៅទីនោះគឺសម្លឹងមកមើលនាងគ្រប់គ្នាដោយសារតែអ៊ីវគ្លីនិងនាងគឺមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនដោយសារតែមិនសូវក្នុងចិត្តបែបនេះហើយទើបអ៊ីវគ្លីនាងក៏បានមកចិត្តរ៉ាហ្វីណាហើយនាងបានគិតថាចំពោះកែវភ្នែកមនុស្សស្រីដែលសម្លឹងមកនាងគឺគ្មានបញ្ហានោះឡើយក៏ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺជាកែវភ្នែករបស់ពួកប្រុសទាំងនោះដែលសម្លឹងមកនាងគឺពុះពេញទៅដោយតណ្ហាពេញខ្លួនអ៊ីវគ្លីក្រោយមកគេក៏បានគិតសារឡើងវិញនៅក្នុងជីវិតចាស់របស់គាត់ពេលខ្លះគាត់ក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលផងដែរនៅពេលដែលមានស្រីស្អាតចូលរួមនៅក្នុងពិធីជប់លៀងប្រហែលជាពួកគេមានអារម្មណ៍ដូចជាគាត់ដែរហើយគាត់បានគិតខ្លួនឯងថាគាត់ក៏ពិតជាគ្មានសិលធម៌នោះឡើយដែលតែងតែគិតរឿងអវិជ្ជមានទៅលើអ្នកដទៃជានិច្ចបន្ទាប់ពីនោះគឺឪពុករបស់រ៉ាវីណាបានចូលមកនិងសរសើរពួកគេទាំងពីរនាក់និងបានណែនាំពួកគេទាំងពីរទៅឲ្យមនុស្សម្នាក់ទៀតឲ្យបានស្គាល់ហើយគេមានឈ្មោះថាលេអនហើយលេអនក៏បានលើអំពីរ៉ាហ្វីណាអំពីរ៉ាហ្វៀលផងដែរគឺទាំង3នាក់ហ្នឹងគឺបានរាក់ទាក់ជាមួយនឹងគ្នាក្រោយមកឪពុករបស់រ៉ាហ្វីណាក៏បានប្រាប់ថាលេអនហ្នឹងគឺជាហូលីណៃដែលបម្រើការកងទ័ពជាមួយនឹងរ៉ាហ្វៀលរឿងនេះគឺធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើលៀមនោះដែរលេអនគេក៏បានបង្ហាញជាមួយនឹងនិមិត្តសញ្ញាវេទមន្តរបស់គេលេអនគេព្យាយាមឲ្យរ៉ាហ្វៀលតបការងារនៅមកលេងផ្ទះរបស់គាត់ក៏ប៉ុន្តែរ៉ាហ្វៀលគាត់ក៏ពិតជារវល់ខ្លាំងមែនតើក្រោយមកឪពុករបស់រ៉ាហ្វីណាក៏បានណែនាំបរិមអ្នកទៀតឲ្យពួកគេបានស្គាល់ដែលគាត់គឺជាអធិការដែលមានឈ្មោះថាស៊ីអូនីខណៈនោះដែរគ្មានបរិមម្នាក់ក៏បានដើរចូលមករកអ៊ីក្លីដែលម្នាក់នោះគឺមិនមែនជាអ្នកណាឆ្ងាយនោះទេគេគឺជារ៉លនឹងហើយរឿងនេះគឺធ្វើឲ្យអ៊ីក្លីក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើដែលរ៉លក៏មានវត្តមាននៅទីនេះហើយរឿងដែលគួរភ្ញាក់ផ្អើលជាងនេះទៅទៀតគឺរ៉លជាមនុស្សដែលមកពី Highland ចំណែកអ៊ីក្លីវិញគេក៏ពិតជាឆ្ងល់ខ្លាំងមែនតើនៅពេលនោះរ៉លគេបាននិយាយថាមើលទៅអ៊ីក្លីក៏ពិតជាឆ្ងល់ខ្លាំងណាស់ហើយថាហេតុអ្វីបានជាខ្ញុំអាចក្លាយទៅជា Highlander បានហើយស្នាមនៅលើក្បាលគេនេះហើយគឺជាផុសតាងនៃការបញ្ជាក់ថាគេគឺជា Highlander ហើយអ៊ីក្លីគេគឺបានឆ្ងល់ថារ៉លហ្នឹងក្លាយជា Highlander ដែលមិនចាំបាច់កើតនៅលើទឹកដី Highland មែនដែរទេចម្លើយរបស់រ៉លវាគឺពិតណាស់ដោយគាត់គ្រាន់តែត្រូវការរួមចំណែកនៅក្នុងទឹកដី Highland នៅក្នុងបរិមាណដ៏គួរឲ្យកត់សម្គាល់មួយដើម្បីទទួលបានសញ្ជាតិជា Highlander បែបនេះអ៊ីក្លីគេបានសួរថាតើឯងមករួមចំណែកអ្វីចម្លើយរបស់រ៉លនោះគឺវាសាមញ្ញនោះទេគ្មានអ្វីក្រៅពីលុយនោះឡើយដោយគាត់បានចំណាយលុយរបស់គាត់ស្ទើរតែទាំងអស់ទៅឲ្យទឹកដី Highland ដើម្បីទទួលបានងារនេះនៅពេលនេះគាត់បានខាតបង់គ្រប់យ៉ាងក៏ប៉ុន្តែវាមានតម្លៃសម្រាប់គាត់បានបន្តថាពួក Highlander គឺមានអំណាចជាមនុស្សដែលរស់នៅលើផ្ទៃដីអ៊ីក្លីនេះបាននិយាយថានាងមិនបានចាប់អារម្មណ៍អំពីរឿងនេះនោះទេហើយរ៉លក៏បានសួរថាបានចឹងនាងចាប់អារម្មណ៍ទៅលើអ្វីវិញហើយគាត់ក៏បានបន្តនិយាយអំពីដើមទ្រូងរបស់នាងអ៊ីក្លីនាងក៏ព្យាយាមទៅអារម្មណ៍អំពីរឿងនេះហើយនាងក៏បាននិយាយថានាងក៏គ្រាន់តែចង់ពង្រឹងជំនាញប្រយុទ្ធរបស់នាងតែប៉ុណ្ណោះរ៉លក៏បានដើរមកជិតអ៊ីក្លីនិងបាននិយាយទៅកាន់អ៊ីក្លីតែគាត់ឮថាអ៊ីក្លីគឺជាមនុស្សដែលគ្មានស្នាមវេទមន្តនៅលើដៃដូច្នេះហើយតែអ៊ីក្លីអាចពង្រឹងជំនាញប្រយុទ្ធរបស់នាងដោយរបៀបណានៅពេលនោះលេអនគេក៏បានចូលមកដល់ការសង្វាក់របស់ពួកគេហើយគាត់បាននិយាយថានៅទីនេះមាននរណាម្នាក់ដែលគាត់ចង់ជួបភ្លាមនោះរ៉ាហ្វីណានឹងក៏បានសួរតាមម្នាក់នោះគឺជាអ្នកណាហើយលេអនក៏បានប្រាប់ថាគ្រប់ហូលណៃទាំងអស់តែងតែមានដៃគូរបស់គេហើយគាត់ក៏បានសួរពួកគេថាតើពួកគេចង់ជួបម្នាក់នោះដែរឬអត់បានណាពួកគេទាំងពីរនាក់គឺពិតជាចង់ជួបខ្លាំងមែនតើហើយលេអនក៏បានហៅពួកគេឲ្យមកតាមគាត់នៅពេលដែលពួកគេកំពុងទៅដើរនោះរ៉ាហ្វីណាក៏បានសួរទៅកាន់លេអនថាតើ Highlander ទាំងអស់សុទ្ធតែមានអត្តចរិតបែបនេះមែនទេលេអនក៏បានតបទៅវិញថាវាក៏មិនដូច្នេះនោះទេគឺវាអាស្រ័យទៅលើការគិតរបស់ពួកគេតែប៉ុណ្ណោះ
ហើយពូជសាសន៍ដែលរស់នៅលើផ្ទៃដីគឺមានសភាពទន់ខ្សោយជាងពពួកដែលរស់នៅលើ Highland ដោយសារតែមនុស្សនៅលើផ្ទៃដីមិនអាចការពារខ្លួនពីមេឃប៊ីសបាននោះឡើយប្រសិនបើជាគ្មានវត្ថុបុរាណដែលទទួលអំពីពពួក Highlander អ៊ីក្លីគេបាននិយាយថាដូច្នេះហើយពួក Highlander នឹងគឺជាអ្នកកំណត់ការរស់ឬក៏ស្លាប់របស់ពួកយើងមែនទេចម្លើយរបស់ Leon គឺវាពិតខ្លាំងណាស់ដោយសារតែពួកយើងគឺមិនអាចប្រយុទ្ធជាមួយនឹងមេឃប៊ីសដោយគ្មានជំនួយអំពីពួកគេបាននោះឡើយហើយគាត់បានប្រមានទៅកាន់ពួកគេថាបើទោះជាពួកគេជួបជាមួយនឹងពពួក Highlander ពួកគេគួរតែប្រយ័ត្នសម្ដីនិងធ្វើគួរសមជាមួយនឹងពួកគេទៅ Leon គេបាននិយាយថាបើសិនជាគាត់នៅក្បែរពពួក Highlander វិញកិត្តិយសរបស់គាត់ក៏ត្រូវបានធ្លាក់ដូចជាសូន្យអញ្ចឹងពេលខ្លះពួកគេឲ្យ Leon លើកស្បែកជើងពួកគេថែមទៀតហើយ Ravina ដែលនៅក្បែរនេះបាននិយាយថាលោកក្នុងនាមជា Holy Knight ម្នាក់មិនគួរធ្វើបែបនេះនោះឡើយដោយសារតែ Holy Knight គឺជាអ្នកផ្ដល់ក្តីសង្ឃឹមដល់មនុស្សគ្រប់គ្នាដូច្នេះហើយតើពពួក Holy Knight អាចការពារពួកគេបានដែរឬទេបើសូម្បីតែកិត្តិយសរបស់ពួកគេក៏ត្រូវគេជន់ឈ្លីបានដែរនោះពេលនោះដែរ Leon ក៏បានសំទោសទៅកាន់ពួកគេដែលគាត់នឹងក៏បាននិយាយធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពួកគេ Ravina នឹងក៏បាននិយាយថាអ្នកត្រូវសំទោសគួរតែជានាងនោះឡើយដោយសារតែនាងគឺបាននិយាយមិនសមរម្យចំពោះគាត់ Leon គេក៏មិនប្រកាន់នោះដែរហើយថែមទាំងសរសើរទៅកាន់ Ravina ថែមទៀតហើយនាងក៏ពិតជាស័ក្តិសមជាប្អូនស្រីរបស់ Raphael ពិតមែនដោយនាងក៏មានបេះដូងដ៏រឹងមាំជាអ្នកប្រយុទ្ធហើយគាត់ក៏បាននាំពួកគេទៅពីរនាក់បន្តដំណើរទៅទៀតហើយគាត់បាននិយាយអំពីនាងថានាងគឺជាមនុស្សតែម្នាក់គត់ដែលអាចទប់ទល់ជាមួយនឹង Prisma ដែលនាងមានឈ្មោះថា Iris Leon បានបបួល Iris ឲ្យគេទៅក្នុងជាមួយនឹងពួកគេក៏ប៉ុន្តែត្រូវបាន Iris នាងបដិសេធហើយនាងបានប្រាប់គាត់ថានាងត្រូវការនៅម្នាក់ឯង Leon បានតទៅវិញថាក៏ប៉ុន្តែពេលនេះគេមានមនុស្សដែលចង់ជួបនាងនោះជាប្អូនស្រីរបស់ Raphael គឺ Ravina និងបងប្អូនចំនួនមួយរបស់គេគឺ Eagly នៅពេលនេះដែល Iris គេក៏ពិតជាខឹងទៅកាន់ Leon ខ្លាំងមែនតើដែលមករំខានគេនិងបានតែកំភ្លៀងទៅកាន់ Leon ថែមទៀតរឿងនេះគេធ្វើឲ្យ Ravina ជាមួយនឹង Eagly គេក៏ពិតជាគាំងខ្លាំងមែនតើហើយ Leon ក៏បានប្រាប់ទៅកាន់ Iris ថាពួកគេនៅពីរនាក់ហ្នឹងគឺទន្ទឹងរង់ចាំជួបនាងក៏ប៉ុន្តែត្រូវបាន Iris នាងបដិសេធនិងដើរចាកចេញពីទីនោះបាត់ទៅនៅពេលនេះដែរធ្វើឲ្យ Ravina នាងក៏ពិតជាឆ្ងល់ខ្លាំងមែនតើថាមានរឿងអ្វីកើតឡើងហើយពួកយើងគួរតែទៅសុំទោសនាងដែរឬទេក៏ប៉ុន្តែ Leon គេបាននិយាយថាវាគ្មានរឿងអ្វីកើតឡើងនោះទេគ្រប់យ៉ាងក៏មកពីកំហុសរបស់គាត់ដែលគាត់បានមករំខានទៅកាន់ Iris ភ្លាមនោះដែរគឺមានសម្លេងផ្អើលឈូឆរនៅក្នុងកម្មវិធីពួកគេក៏ពិតជាឆ្ងល់ខ្លាំងណាស់ចំណែកឯនៅក្នុងកម្មវិធីវិញគឺមានសាកសពដែលត្រូវបានគេដុតឆេះខ្លោចមួយបន្ទាប់ពីពួកគេបានចូលមកដល់ពួកគេក៏ពិតជាឆ្ងល់ណាស់តើនេះគឺជាស្នាដៃរបស់អ្នកណាហើយរលគាត់បាននិយាយថាទេឌីគឺជាស្នាដៃរបស់គាត់ហើយរលគេបាននិយាយថាដោយសារតែមនុស្សម្នាក់នេះប្រព្រឹត្តមិនល្អចំពោះនឹងពពួក Highlander ដូចជាគាត់ដូច្នេះហើយគេគឺស័ក្តិសមនឹងទទួលបែបនេះក្រោយមកទើបយើងបានដឹងថាសាកសពមួយនេះគឺជាសាកសពរបស់លោក Sioni តួនឹងសោយមែនតើចូលមកមិនទាន់នំភិហលងាប់បាត់ហើយបន្ទាប់ពីលើដូច្នោះធ្វើឲ្យ Leon ក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើបន្ទាប់ពីដឹងថានោះជាលោក Sioni បន្ទាប់មកនារីម្នាក់នេះបានបន្តខ្លួនឯងយ៉ាងខ្លាំងដោយសារតែនាងទៅធ្វើឲ្យលោក Sioni ត្រូវបានស្លាប់ដំបូងឡើយរលគេបានឲ្យនារីម្នាក់នេះទៅបម្រើគាត់នៅពេលយប់នេះក៏ប៉ុន្តែនាងស្ទាក់ស្ទើរមិនដឹងថានិយាយបែបណានោះឡើយណាត់នោះដែរលោក Sioni ក៏បានចូលមករវាងពួកគេទាំងពីរនាក់នៅពេលនេះ Eagly គេបានឆ្ងល់ថាអ្វីបានជារលអាចបង្កើតភ្លើងវេទមន្តបែបនេះបាន Eagly គេបានសង្ស័យរលតាំងពីយូរណាស់មកហើយដែលរលនឹងគេចេះប្រើវេទមន្តដំឡូងពេលប្រយុទ្ធដែរជាមួយនឹងពួកគេដែលទាំងនោះគឺជាធម្មពលវេទមន្តដែលធម្មពលនេះទំនងទទួលបានពពួក Highlander បន្ទាប់ពីនោះ Leon គេក៏បានយកក្រណាត់មួយទៅគ្របសាកសពរបស់លោក Sioni ហើយរលបានឲ្យ Leon ប្រាប់ទៅកាន់មនុស្សគ្រប់គ្នាថាលោក Sioni នឹងត្រូវបានឈឺហើយដេកស្លាប់តែម្ដងហើយរលបានបន្តថាខ្លួនខ្ញុំជា Highlander បើសិនខ្ញុំប្រាប់អ្នកគ្រប់គ្នាថាមានរឿងអ្វីកើតឡើងនោះពួកគេប្រកាសជាទទួលយកការបកស្រាយរបស់ខ្ញុំជាដាច់ខាតនៅពេលនេះ Leon គេបានត្រឹមតែទទួលយកទាំងចិត្តបង្ខំតែប៉ុណ្ណោះហើយ Leon ក៏បាននិយាយថាពិតណាស់សូម្បីតែស្ដេចក៏មិនអាចប្រឆាំងនឹងសម្ដីរបស់ពពួក Highlander បានដែរពេលនេះគ្នាយើងច្បាស់ជាដឹងហើយថាអំណាចរបស់ពពួក Highlander នឹងគឺវាសាហាវកម្រិតណាអំណាចរបស់ពពួក Highlander នៅក្នុងរឿងនេះគឺស្រដៀងទៅនឹង Celestial Dragon នៅក្នុងរឿង One Piece អញ្ចឹង
ក្លែងមិញខ្ញុំច្រឡំថាលោកស៊ីអូនីនឹងគឺជាអធិការក៏តែមែនទេលោកស៊ីអូនីនឹងគឺជាខ្សែស្រឡាយរាជវង្សនាពេលនេះដែរអ៊ីក្លីគេក៏ពិតជាខឹងទៅកាន់ទង្វើរបស់រ៉ខ្លាំងមែនតែនដោយនាងគឺស្អប់ខ្ពើមទង្វើរបស់រ៉ខ្លាំងណាស់នៅពេលនេះរ៉គេក៏មិនចូលចិត្តទៅកាន់អ៊ីក្លីផងដែរដោយសារតែអ៊ីក្លីនឹងបានធ្វើឲ្យគេអាម៉ាស់មុខកាលពីមុនហើយរ៉ក៏បានដើរចាកចេញពីទីនោះបាត់ទៅនៅពេលនេះអ៊ីក្លីគេបានបិទបាំងខ្លួននិងចូលទៅកាន់ភូមិគ្រឹះរបស់រ៉ហើយគេក៏ពិតជាឆ្ងល់ទៅការវិតមុនដែលបានសម្លាប់ព្រះអង្គម្ចាស់ស៊ីអូនីហើយនាងសង្ឃឹមថារ៉នឹងខ្លាំងជាងមុនហើយអាចប្រយុទ្ធជាមួយនឹងនាងបាននោះដែរនៅពេលដែលអ៊ីក្លីនាងកំពុងតែដើរស្រាប់តែជួបប្រទះជាមួយនឹងអ៊ីរីហើយអ៊ីរីក៏បានឲ្យអ៊ីក្លីចាកចេញពីទីនេះភ្លាមអ៊ីរីនាងបាននិយាយថារ៉បាននិយាយអំពីអ៊ីក្លីហើយអ៊ីរីនាងបានសួរបន្តថាតើអ៊ីក្លីនេះគឺជាបងប្អូនជីដូនមួយរបស់រ៉ាហ្វៀលមែនដែរឬទេក៏ប៉ុន្តែទោះបីជាមានរឿងអ្វីក៏ដោយក៏នាងមិនឲ្យអ៊ីក្លីចូលទៅក្នុងបាននោះឡើយហើយអ៊ីក្លីគេពិតជាចង់ដឹងអំពីរ៉ខ្លាំងមែនតែនបន្ទាប់មកអ៊ីរីនាងបាននិយាយទៅកាន់អ៊ីក្លីឲ្យអ៊ីក្លីនឹងបារម្ភពីខ្លួនឯងវិញទៅដោយសារតែនិយាយមិនត្រូវគ្នាពួកគេទាំងពីរនាក់នឹងក៏ចាប់ផ្ដើមដាក់អាវុធដើម្បីប្រយុទ្ធជាមួយនឹងគ្នាតែម្ដងហើយអ៊ីរីនាងបាននិយាយថាបើសិនជានាងនិយាយជាមួយខ្ញុំមិនត្រូវគ្នាពេលនេះនាងគួរតែនិយាយជាមួយនឹងកាំបិតរបស់ខ្ញុំជំនួសវិញទៅណែអ៊ីក្លីវិញគេគឺមិនបានខ្លាចនោះឡើយគេបែរជាសប្បាយចិត្តទៅវិញរឿងនេះគឺធ្វើឲ្យអ៊ីរីគេក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនហើយអ្វីបានជាក្មេងស្រីម្នាក់នេះសប្បាយចិត្តទៅវិញបន្ទាប់ពីដឹងថានាងក៏ត្រូវប៉ះជាមួយនឹងពពួកហូលីណៃបែបនេះពេលនេះដែរអ៊ីក្លីគេបានឲ្យអ៊ីរីចាប់ផ្ដើមការប្រកួតភ្លាមទៅព្រោះនាងចង់ប្រយុទ្ធខ្លាំងណាស់ហើយនេះគឺជាឱកាសរបស់នាងក្នុងការប្រយុទ្ធជាមួយនឹងអ្នកប្រើវត្ថុបុរាណដែលមានឈ្មោះថាហៃរ៉ាមីណាដោយមិនចាំយូរអ៊ីរីគេក៏ហត់ធ្វើការវាយប្រហារទៅកាន់អ៊ីក្លីតែម្ដងក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអ៊ីក្លីគេបានចាប់ដៃទៅកាន់អ៊ីរីហើយបោកអ៊ីរីទៅមួយកន្លែងចំណែកអ៊ីរីវិញគេបានសម្រាលខ្លួនរបស់គេនិងហក់ធ្វើការវាយប្រហារទៅកាន់អ៊ីក្លីម្ដងទៀតនៅពេលនេះអ៊ីក្លីគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើនៅពេលនេះដែរអ៊ីរីគេក៏ខំប្រើជាមួយនឹងល្បឿនដើម្បីធ្វើការវាយប្រហារទៅកាន់អ៊ីក្លីក៏ប៉ុន្តែវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនតើដែលអ៊ីក្លីគឺអាចគេចផុតអំពីការវាយប្រហារស្ទើរតែទាំងអស់នៅពេលនេះដែរអ៊ីរីគេកំពុងតែសង្ស័យអំពីសមត្ថភាពរបស់អ៊ីក្លីតែអ៊ីក្លីនឹងគឺពិតជាទាហានដែលតូចតាចមែនទេនៅពេលនេះនាងក៏មិនទាន់បានបញ្ចេញសមត្ថភាពពិតរបស់នាងនោះឡើយដោយមិនខាត់ពេលយូរអ៊ីក្លីក៏បានដកដៃរបស់គេមកប្រយុទ្ធជាមួយនឹងអ៊ីរីហើយនាងក៏ពិតជាឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជាអ៊ីក្លីសប្បាយចិត្តទៅវិញចម្លើយដ៏សាមញ្ញអំពីអ៊ីក្លីគឺដោយសារតែអ៊ីក្លីចូលចិត្តនៅក្នុងការប្រយុទ្ធជាមួយនឹងមនុស្សពួកគេនៅពីរនាក់នេះគឺបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញគឺបានកាប់ដាវទៅកាន់គ្នាទៅមកតែម្ដងអ៊ីរីនេះមិនគិតថានាងគឺជាមនុស្សដែលមានសមត្ថភាពដែលប្រៀបបានទៅនឹងមេទ័ពទៅហើយក៏ប៉ុន្តែអ៊ីក្លីគេអាចទប់ទល់ជាមួយនឹងគេដោយគ្មានស្នាមវេទមន្តទៀតហើយតើក្មេងស្រីម្នាក់នេះគឺជាអ្នកណាឲ្យប្រកាសទៅអ៊ីក្លីគេបាននិយាយថាឲ្យអ៊ីរីនឹងគេបង្ហាញសមត្ថភាពឲ្យនាងបានឃើញឲ្យច្រើនមកនាពេលនេះអ៊ីរីគេក៏បានហក់មកកាប់ទៅកាន់អ៊ីក្លីមួយដាវតែម្ដងនៅភ្លាមនោះដាវរបស់អ៊ីក្លីក៏ត្រូវបានបាក់ជាពីរបំណែកក្រោយមកអ៊ីរីគេក៏បានកាប់ទៅកាន់អ៊ីក្លីមួយដាវទៀតក៏ប៉ុន្តែត្រូវបានអ៊ីក្លីទប់ជាប់ដោយដាវមួយកំណាត់របស់គេហើយត្រូវរបួសដៃតែបន្តិចប៉ុណ្ណោះបន្ទាប់ពីឃើញបែបនេះអ៊ីរីគេក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើតើក្មេងស្រីម្នាក់នេះអាចទប់ទល់ជាមួយនឹងរូបនាងដែលជាអ្នកប្រើប្រាស់វត្ថុបុរាណដែលមានឈ្មោះថាហៃរៀលមែនណាបានដោយរបៀបណាហើយក្មេងស្រីម្នាក់នេះហាក់ដូចជាឈួតជាមួយនឹងការប្រយុទ្ធបន្ទាប់ពីនោះអ៊ីរីនឹងក៏បានសួរទៅកាន់អ៊ីក្លីថាតើអ៊ីក្លីនឹងមានបញ្ហាអ្វីដែរឬទេបន្ទាប់ពីលើដូច្នោះអ៊ីក្លីគេក៏ពិតជាមិនសប្បាយចិត្តនោះឡើយបន្ទាប់ពីអ៊ីរីបញ្ឈប់ការប្រកួតភ្លាមបែបនេះហើយនាងគឺទាមទារឲ្យអ៊ីរីប្រកួតជាមួយនឹងគេបន្តទៀតក៏ប៉ុន្តែត្រូវបានអ៊ីរីនាងបដិសេធហើយអ៊ីក្លីក៏បានសួរទៅកាន់អ៊ីរីថានៅពេលដែលអ៊ីរីនឹងប្រើប្រាស់ទៅកាន់ហៃរ៉ាមីណេហើយមានអារម្មណ៍ថាអស់ម៉ាណាដែរឬអត់ចំណែកអ៊ីរីនឹងគេក៏មិនដឹងថាអ៊ីក្លីនឹងចង់សួរអំពីអ្វីនោះឡើយហើយនាងបាននិយាយថាមនុស្សដែលលើផ្ទៃដីគឺមិនអាចយល់អំពីម៉ាណាបាននោះឡើយ
ភ្លាមនោះដែរអេក្លេគឺគេព្យាយាមសួរទៅកាន់អេរីខ្លាំងមែនតើក៏ប៉ុន្តែអេរីគេក៏មិនដឹងច្បាស់នោះដែរនាពេលនេះដែរអេរីគេក៏សម្រេចចិត្តថាតើតាអេក្លេនឹងឈានដល់កម្រិតមួយទៀតទើបអេរីនាងប្រាប់ចម្លើយបន្ទាប់ពីលើដូច្នេះធ្វើឲ្យអេក្លេគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើនាពេលនេះអេក្លេគេក៏បានប្រាប់ទៅកាន់អេរីឲ្យស្គាល់អំពីអ្វីមួយនាពេលនេះអ៊ីក្លីគេក៏បានបញ្ចេញជាមួយនឹងម៉ាណាដ៏សន្ទឹកសន្ធាប់ព្រមព័ទ្ធទៅកាន់ខ្លួនរបស់គេដោយបំលែងថាមពលកម្លាំងធាតុរបស់គេទៅជាម៉ាណាហើយបង្កើតបានជាថាមពលពន្លឺយ៉ាងខ្លាំងក្លាមែនទែនបន្ទាប់ពីឃើញដូច្នេះធ្វើឲ្យអ៊ីរីគេក៏ពិតជាឆ្ងល់ខ្លាំងមែនទែនថានេះគឺជាអ្វីភ្លាមនោះអ៊ីក្លីគេបាននិយាយថាខ្ញុំនឹងបង្កើនអំណាចរបស់ខ្ញុំដែលអ្នកដទៃគេស្គាល់ថាជាម៉ាណាភ្លាមនោះធ្វើឲ្យអ៊ីរីគេក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយបាននិយាយថានាងគ្មានស្នាមវេទមន្តនោះទេហើយអ្វីបានជានាងមានម៉ាណាយ៉ាងក្រាស់បែបនេះដោយសារតែក្តីសមត្ថភាពរបស់អ៊ីក្លីបែបនេះអ៊ីរីនឹងបាននិយាយថាមើលទៅអ៊ីក្លីនឹងមិនត្រូវការជំនួយអំពីគេនោះឡើយបន្ទាប់ពីនោះអ៊ីក្លីគេក៏ពិតជាស្រងាក់ចិត្តខ្លាំងមែនទែននិងព្យាយាមឲ្យអ៊ីរីនឹងគេប្រាប់គេបន្តទៀតដោយសារតែពេលនេះអ៊ីក្លីគេក៏ពិតជាចង់ខ្លាំងណាស់ក៏ប៉ុន្តែត្រូវបានអ៊ីរីនិយាយថាជាមួយនឹងម៉ាណាទាំងអស់នេះអ៊ីក្លីគេអាចការពារខ្លួនដោយគ្មានជំនួយរបស់នាងបានហើយបន្ទាប់ពីលើដូច្នេះអ៊ីក្លីគេបានត្រឹមតែអង្គុយយំតែប៉ុណ្ណោះបន្ទាប់ពីនោះអេរីគេក៏បានអនុញ្ញាតឲ្យអ៊ីក្លីគេចូលទៅក្នុងភ្លាមនោះដែរត្រាប់តែមានចំហាយខ្លារន្ទះមួយបានវិវហាទៅកាន់អ៊ីរីរឿងនេះដែរគេធ្វើឲ្យអ៊ីក្លីគេក៏ពិតជាបារម្ភទៅកាន់អ៊ីរីខ្លាំងមែនទែនភ្លាមនោះដែរគឺមានមនុស្សម្នាក់ក៏បានដើរចូលមកដែលម្នាក់នោះគឺជាឡេអន